ប៉ុន្តែខ្ញុំកណ្ដាលខ្ញុំគិតថាប្រជាកសិកររបស់យើងនឹងផ្ដល់ការយោគយល់នៅស្ថានភាពរួមមិនមែនរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទេប៉ុន្តែនេះជាស្ថានភាពរួមសូមកុំមើលឈើដើមឈើម្ដងសូមមើលព្រៃទាំងមូលទើបអាចដឹងបានថាវាជាបញ្ហាអ្វីប៉ុន្តែបើទោះបីយ៉ាងម៉េចក៏ដោយយើងមានស្រូវបើសិនជាយើងអាចនឹងមិនបន្តពេកទេយើងអាចហាលវាទុកក្នុងជង្រុកស្រូវក៏វាមិនពិបាកពេកដែរហើយនៅពេលណាដែលថ្លៃសមហ្មងពិតហើយយើងយល់អំពីតម្រូវការនៃការសងទៅធនាគារឬបញ្ហាការទិញនេះទិញនោះរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែយើងហើយណាស់គឺយើងបានបញ្ជាក់ច្បាស់ថាយើងមានអង្គច្រកឆ្នាំចំណុចនេះកាលពីមុនយើងអត់អង្គច្រកឆ្នាំហើយឥឡូវច្រកឆ្នាំវាមិនអស់ស្ថានភាពវាប្រែប្រួលយ៉ាងដូចនេះចឹងខ្ញុំកណ្ដាលខ្ញុំសូមអរគុណហើយដែលផ្ដល់ការទុកចិត្តចំពោះអ្នកបន្តវេនសម្រាប់អ្នកបន្តវេនដែលមិនធ្វើឲ្យសភាពការច្បោកច្បល់នាំទៅដល់ការភ័យខ្លាចរបស់ប្រជាជន